Ok, tao nhằm màu công phu trong cái để tôn cho môi nâng JavaScript nhé. Ok, trong JavaScript dương phương mạch cả design rồi web page dương cái hạt tổng bộ dương nhé. Mới tới rồi mình lại là chỉ dynamic nhé. Vì là trường cả prap từ lừa HTML and CSS chẳng chừng mình tham từ cái xa một chuyện nhé. Ok. Chẳng nằm nạ ca bảo vía kể đầm bây dương ai sắc xa bán còn tại dương channel bị sai chìm ơ nè CS muốn sân nè thành vương mò hiện ở cả một cao ở bị xa JavaScript chẳng bằng ca tới dương phơi ở bằng can phim này website bây giờ nghe sửa cái mình kịp chạy tiên chỉ muốn thế nè hay cùng non mà viết dương thời sắc xa phải vô làm pi ca là bỏ JavaScript cả bằng cát nâng tùng rong một việc nhé chânประวัติវាក៏មិនសិក្សាច្រើនដែរនិយាយអាចសិក្សាបន្ថែមគ្រាន់តែជាដើមឡើយគឺបង្កើតឡើងដោយក្រុមហ៊ុន Namescape ហើយឃើញផលវិបាកនៅក្នុងការបង្កើត user នៅក្នុងការ request ឬក៏ប្រើប្រាស់ code view អញ្ចឹងមានកំហុសជាច្រើនដែលពួកគេមិនអាចប្រើប្រាស់បានអញ្ចឹងក្រុមហ៊ុនក៏បានបង្កើតនៅ client script មួយឈ្មោះថា Live script ណាដើម្បីដោះស្រាយបញ្ហាទាំងអស់នេះក្រោយមកក្រុមហ៊ុនក៏បានសហការជាមួយនឹង Sun Microsystem នៅក្នុងការអភិវឌ្ឍបន្ថែមទៅលើ Live script ហើយបានបដូរវាទៅជា JavaScript វិញអូខេបន្ទាប់ពីនឹងមក JavaScript ចាប់ផ្ដើមមាន version 1បាទដែលបានដាក់បញ្ចូលទៅក្នុងកម្មវិធី Netscape ហើយ Navigation ណាអានឹងវាជាកម្មវិធីមួយ browser ដែលយើងចេញចំនួន1995វាដូចទៅនឹងនៅក្នុង Windows អញ្ចឹងនៅក្នុង Windows នៅពេលដែលយើង install Windows គឺវាមាន browser មួយជាស្រេចហើយអានេះអញ្ចឹងចានឹងដូចគ្នាណាវាទៅតាម version របស់វានឹងផងដែរអញ្ចឹងមាន version វាបាទ 6.1 ត្រូវបានបាទចេញនៅក្នុង Namescape Navigation 3.3 ទៅអញ្ចឹងរហូតមកដល់តើ JavaScript យើងប្រើ version ទីប្រមាណបច្ចុប្បន្នភាពណាអូខេអញ្ចឹងសូមបន្តពីការងារហ្នឹងខ្ញុំគាត់ថាឲ្យជាប្រវត្តិប៉ុណ្ណឹងគាត់ថាយើងអាចប្រើប្រាស់បានជាមួយនឹង browser ហើយយើងអាចបង្កើតវាបាននៅក្នុងជា file HTML ធម្មតាណាអញ្ចឹងអ្វីទៅជា JavaScript អញ្ចឹង JavaScript យើងអាចនិយាយបានថាវាជា client side script មួយសម្រាប់យើងធ្វើការងារទៅលើគេហទំព័រណាហើយវាមិនត្រូវការ server ទេដើម្បីធ្វើការ compile ដូចភាសាផ្សេងៗទេអត់ទេណាអញ្ចឹង code របស់វាគឺវាដំណើរការនៅតែលើ browser តែម្ដងអូខេអញ្ចឹង JavaScript គឺជាភាសាដ៏មានប្រជាប្រិយភាពមួយដែលវាអាចធ្វើការដំណើរការនៅលើប្រព័ន្ធអ៊ីនធឺណិតណាវាដំណើរការនៅលើ browser ជាច្រើនដូចយើងប្រើជា IE Firefox Chrome Opera ឬក៏ Safari ហើយនឹងមាន browser ផ្សេងៗជាច្រើនទៀតណាដែលយើងអាចប្រើប្រាស់ជាមួយបានអញ្ចឹងមានគេហទំព័រជាច្រើនដែលយើងប្រើភាសា JavaScript នឹងឯងដើម្បីអីបន្ថែមធ្វើឲ្យគេហទំព័រហ្នឹងមានភាពទាក់ទាញបន្ថែមពីសំណាក់ឬក៏អ្នកទស្សនានឹងឯងអញ្ចឹងនៅក្នុងការងារដែលយើងតែងតែប្រើច្រើនជាងគេគឺយើងគ្រាន់តែធ្វើការកំណត់ទៅលើលក្ខខណ្ឌណាដោយប្រើប្រាស់ទៅលើ JavaScript ការបញ្ចូលទិន្នន័យទៅលើ form ណាចាប់ឈ្មោះចេញពីbrowser កំពុងអ្នកដែលកំពុងតែបើកប្រើប្រាស់វានឹងឯងអាហ្នឹងគឺយើងប្រើប្រាស់នៅ script នឹងឯងអូខេចំណុចសំខាន់របស់វាបន្តទៀតគេយើងដឹងថាវាជា client script language មួយដែលធ្វើការសម្រាប់ development ជាមួយនឹងភាសា HTML CS ដើម្បីអីបង្កើតឲ្យ web page របស់យើងនឹងមានភាពជាលក្ខណៈជា dynamic វា proof of work ណាកន្លែងហ្នឹងតួនាទីរបស់វាបង្កើតនៅជា message box input box confirm box ដើម្បីអីគឺ validate នៅ form អូខេនៅ filling ដែលវាអាចត្រួតពិនិត្យនៅលក្ខខណ្ឌទៅលើ field កុំឲ្យវា blank ឬក៏លក្ខខណ្ឌដែលយើងធ្វើការកំណត់ទៅលើចំនួនតម្លៃជាពាក្យអីចឹងទៅអាហ្នឹងគឺយើងប្រើប្រាស់ទៅលើ script ហើយនៅក្នុង script យើងអាចធ្វើការគណនាបានយើងអាចធ្វើការបង្កើតរូបភាពឲ្យមានជា fake បានជាចលនា
យើងអាចបង្កើតជា drop down menu បានណាយើងអាចបង្កើតជា status សម្រាប់យើងធ្វើការបង្ហាញព័ត៌មានខ្លីៗនៅលើ form របស់យើងណាចឹងសួរថាតើគួរសរសេរ JavaScript ហ្នឹងនៅកន្លែងណាអញ្ចឹងយើងអាចសរសេរ JavaScript ហ្នឹងមានពីររបៀបដែលយើងអាចសរសេរបានយើងសរសេរផ្ទាល់ជាមួយនឹង file HTML ក៏បានយើងសរសេរកូដដាច់ដោយឡែកពី file HTML ក៏បានដែរមានន័យថាយើងត្រូវបង្កើត file JavaScript ដាច់ដោយឡែកណាមួយទៀតបើសិនជាយើងសរសេរនៅក្នុងជា HTML តើយើងគួរតែសរសេរ script ហ្នឹងនៅកន្លែងណាស្ថិតនៅក្នុងកន្លែងណាអញ្ចឹងបើសិនយើងសរសេរនៅក្នុង file តែមួយអូខេយើងដាក់នៅក្នុង head ក៏បានយើងសរសេរដាក់នៅក្នុង body ក៏បានណាកន្លែងហ្នឹងវិធីសាស្ត្រនៅក្នុងការបង្កើតអញ្ចឹងដើម្បីយើងបង្កើតជា JavaScript បានយើងគ្រាន់តែបង្កើត script ដូចទៅនឹង file HTML អញ្ចឹងណាគ្រាន់តែយើងប្រើកម្មវិធី text editor ទៅប្រើ Node ប្រើ Dream ប្រើ VS Code អញ្ចឹងទៅណាអញ្ចឹងយើងកាត់ទី1យើងលក្ខណៈជា internal យើង internal យើងគ្រាន់តែយកកូដរបស់ JavaScript ហ្នឹងដាក់ទៅក្នុងជាមួយនឹង file HTML ទៅហើយយើងគ្រាន់តែប្រើពាក្យថា script មកអូខេ script tag មកដើម្បីសម្គាល់ថាហ្នឹងវាជា JavaScript code ណាយើងគ្រាន់តែប៉ុណ្ណឹងយើងអាចសរសេរបានហើយណាអញ្ចឹងអានេះគ្រាន់តែជាកូដក្នុងការអនុវត្តចាំខ្ញុំអនុវត្តឧទាហរណ៍ពីក្រោយមួយទៀតយើងអាចប្រើលក្ខណៈជា external អូខេបើសិនជាយើងចង់សរសេរដាច់កូដ JavaScript ហ្នឹងគឺយើងដាច់ដល់ឡែកពី file HTML អញ្ចឹងគឺយើងត្រូវការបង្កើត link ដើម្បីភ្ជាប់រវាង JavaScript មកកាន់ HTML ដោយប្រើប្រាស់នៅ tag script ដដែលដូចគ្នាទេគ្រាន់តែរូបមន្តវាសេបែបនេះ script src path ជាចង់សំដៅទៅលើអី src ហ្នឹងគឺជាការកំណត់ទីតាំងរបស់ file JavaScript នឹងឯងហើយជាធម្មតា file របស់ JavaScript ដែលយើងត្រូវការ save នោះមានទម្រង់ extension វាជា JS ណាឧទាហរណ៍យើងដាក់បតាអញ្ចឹងទៅ .js ទៅអញ្ចឹងយើងគ្រាន់តែយកប៉ុណ្្នឹងទៅហើយយើងសរសេរកូដវានៅក្នុងបតាដែលយើង .file ហ្នឹងទៅជា file JavaScript អូខេអញ្ចឹងឧទាហរណ៍មានប៉ុណ្ណឹងហើយខ្ញុំបន្ថែមលក្ខណៈពិសេសមួយទៀតដែលក្នុងន័យនៃ program សម្រាប់ program ជាទូទៅយើងត្រូវស្គាល់ថាតើ program មួយវាប្រកាន់អក្សរអត់អូខេអញ្ចឹងសម្រាប់ programming បើយើងនិយាយ CS យើងនិយាយអំពី HTML វាអត់សូវ sensitive ទេយើងអាចទៅធំតូចអត់អីទេតែសម្រាប់និយាយពី programming JavaScript គឺវាប្រកាន់ case sensitive អញ្ចឹងរាល់តួអក្សររបស់វាមិនថាយើងប្រកាសជា variable គឺវាប្រកាន់អក្សរធំនិងអក្សរតូចណាឧទាហរណ៍ថាយើង say student copy student ដែលយើង say សមិញហ្នឹងអូខេហើយមួយទៀតរាល់ការប្រកាសយើងស្គាល់ណាពាក្យថា variable វាត្រូវការ declare មានថាប្រកាសយើងនៅក្នុង JavaScript យើងមិនបានបញ្ជាក់ប្រភេទតន័យរបស់ variable នោះទេហើយណាតែ program ផ្សេងៗទៀតយើងបញ្ជាក់ណាហើយហ្នឹងចំណុចពិសេសមួយទៀតចង់បញ្ចប់នៃ statement វាត្រូវមាន semicolon អូខេយ៉ាអាហ្នឹងពីយើងបញ្ចប់ទៅគឺមាន semicolon ហើយរាល់ការសរសេរកូដនៅក្នុងblock ចង់សំដៅទៅលើមានគ្នាបមានវងចយហ្នឹងអាហ្នឹងណាដែលយើងប្រើវានៅក្នុងលក្ខខណ្ឌ if ឬក៏ for statement ឬក៏ function ហ្នឹងឯងអូខេអាហ្នឹងលក្ខណៈពិសេសវាអូខេហ្នឹងដើម្បីយើងសរសេរ hello world មួយបានអូខេដើម្បីយើងសរសេរ hello មួយនៅលើ page នោះបានសម្រាប់ការសរសេរនៅក្នុង JavaScript អូខេយើងគ្រាន់តែសរសេរ script ហើយយើងប្រើនៅ action មួយឈ្មោះថា document ជាមួយនឹង .write យើងប្រើវាជា object អញ្ចឹងយើងគ្រាន់តែ hello world ទៅតែសម្រាប់ comment បែបនេះយើងអាចមានលទ្ធភាពបញ្ចេញពាក្យទាំងអស់ហ្នឹងនៅក្នុងភាសា script គឺមានច្រើនវិធីបញ្ចេញនៅក្នុង console បញ្ចេញជា message ឬក៏បញ្ចេញនៅក្នុង web page ហ្នឹងឯងអញ្ចឹងមាន3របៀបណាអូខេការប្រើប្រាស់ comment គ្រប់ភាសាទាំងអស់វាត្រូវតែមានហើយអញ្ចឹងសួរថា comment យើងប្រើដើម្បីអីគឺងាយស្រួលដល់ការចងចាំអ្នកសរសេរណាអញ្
ចឹងរាល់ការ comment ទាំងអស់មិនត្រូវបានបកប្រែទៅលើប្រើអក្សរទេតែគ្រាន់តែវាជាការសម្គាល់នៅក្នុងភាសា programming ចឹងនៅក្នុងការសរសេរសម្រាប់ comment គឺមាន2គេហៅថា single line ហើយនិង double line ចឹងយើងគ្រាន់ថាអូបើសិនជាយើងមិនចង់ឲ្យកូដនឹងដំណើរការយើងបិទវាចោលទៅតែប៉ុណ្្នឹងឯងណាអូខេនេះគឺជា variable ចឹង variable យើងស្គាល់ហើយមាន program មកហើយគាត់ថាវាជាការបង្កើតអត្ថេមួយបង្កើតអញ្ញត្តិមួយសម្រាប់ធ្វើអីគឺរក្សាទុកតម្លៃបណ្ដោះអក្សរណាមួយឬក៏ហៅថា reference ទៅកាន់ object ណាមួយអូខេចឹងនៅក្នុងភាសា JavaScript ដើម្បីយើងធ្វើការប្រកាស variable បានយើងប្រើប្រាស់នៅ keyword មួយគឺ var statement ឬក៏ប្រើkeyword មួយទៀតគឺ less ឬក៏ constant នេះ constant ចឹងមាន3 keyword ដែលយើងអាចយើងប្រកាសប៉ុន្តែ keyword ទាំងអស់នេះមិនបានបញ្ជាក់ថាយើងប្រកាសទៅ variable ដែលយើងប្រកាសនឹងតើវាជាអីអត់បានប្រភេទបញ្ជាក់ប្រភេទវាទេណាអញ្ចឹងយើងគ្រាន់តែ save variable name ឬក៏ variable name ឲ្យស្មើនឹង value ដែលយើងត្រូវការទៅអូខេបាទចាំខ្ញុំ detail ឲ្យនៅពេលប្រកាសចោះគ្រាន់តែជាទូទៅនៅក្នុងការផ្ទេរតម្លៃការផ្លាស់ប្ដូរតម្លៃគឺយើងប្រើពីនេះសិនបានប្រើ var ក៏បានប្រើ less ក៏បានអត់ទេគ្រាន់ថាវាគ្រាន់ឲ្យយើងឃើញពីការប្រើប្រាស់នៅក្នុង program ផ្សេងៗទៀតហើយនឹងការប្រៀបធៀបយកមកអនុវត្តអត់ទេអញ្ចឹងឧបមាថាឥឡូវយើងធ្លាប់ប្រើ var នៅក្នុង C# ទេធ្លាប់ទេយ៉ាគ្រាន់ថាយើងប្រកាសវា var យើងមកដល់នេះយើងប្រើ less វិញអញ្ចឹងការប្រកាសវាគឺដូចគ្នាទេគ្រាន់ថាក៏រាល់ការសរសេរបែបពីហ្នឹងគឺវាធ្វើការងារនៅពេលដែលយើងប្រកាសតម្លៃណាមួយឲ្យស្មើអីយើងអាចបដូរតម្លៃបានអញ្ចឹងបើសិនជាយើងប្រៀបធៀបជាមួយនឹង constant មួយយើងប្រើព្រួយមួយអត់ប្រើព្រួយទេបាទអញ្ចឹងបាទ constant គឺជាការប្រកាស variable មួយដែលវាអត់ឲ្យយើងប្រើព្រួយទេអញ្ចឹងគាត់ថាយើង note ទុកខ្លួនឯងទៅគ្រប់ program ទាំងអស់វាមានដូចគ្នា constant program C ក៏មាន Python មានអត់តែយើងប្រើប្រភេទ constant ការប្រកាស variable ដែលអត់ឲ្យវាតម្លៃវាប្រែប្រួលអាហ្នឹងណាអាហ្នឹងមានដូចគ្នាហេដូចយើងបើយើងរៀន C យើងប្រើ print ឃើញទេហ្នឹងហើយបើយើងទៅចុះ print S គឺខុសយ៉ាងម៉េចទៀតហើយបើយើងទៅ Python ក៏ print ដែរបាទតែបើថាយើងមក PHP អាហ្នឹង check វិញតែប្រើ print មកដូចគ្នាអញ្ចឹងគ្រាន់តែការប្រៀបធៀបការសរសេរបង្ហាញព័ត៌មានវានៅតែអនុវត្តបានដូចគ្នាទេណាអូខេចំណុចមួយទៀតជាទម្លាប់រាល់ការសរសេរនៃការប្រកាស variable យើងត្រូវចេះទម្លាប់នឹងការសរសេរបង្កើតនៃអក្សរធំអក្សរតូចព្រោះអីនៅក្នុង programming យើងត្រូវដឹងថានៅពេលដែលយើងសរសេរពេលខ្លះបើយើងអត់ចាំតំណែងពីអក្សរតួអក្សរដែលយើងចាប់ផ្ដើមទេវាអាចនឹងត្រឡប់ឡើងទៅមើលលើចុះក្រោមអក្សរមួយហ្នឹងប្រកាសហ្នឹងអក្សរធំអក្សរតូចអញ្ចឹងពេលនោះយើងនៅខ្លួនឯងអត់ទាន់ច្បាស់លាស់ហើយព្រោះយើងដឹងថានៅពេលយើងទាញយកមកប្រើដឹងថាអក្សរហ្នឹងត្រូវបែបមិនវិញហើយអញ្ចឹងគាត់ថាជាការចំណាំរបស់យើងទម្លាប់នៃការសរសេរនៃការប្រកាស variable ណាហើយហាមដាច់ខាតដែលយើងប្រើប្រាស់ជាមួយនឹង keyword ឬក៏ space ហើយផ្សេងៗអញ្ចឹងបើយើងចង់ space ចង់ដក clear អីយើងត្រូវធ្វើម៉េចអញ្ចឹងកន្លែងហ្នឹងគឺគេគ្រាន់តែឲ្យយើងចេះប្រើប្រាស់នៅទម្លាប់មួយឈ្មោះក៏ដោយអូខេអាហ្នឹងវាជាទម្លាប់យើងកំណត់ឈ្មោះហើយព្រោះវាខ្លះ programming គឺវាប្រកាន់ទាំងអស់ហ្នឹងតែបើយើងចេះទម្លាប់ថតសេការបង្កើតអក្សរឬក៏ underscore ឬក៏ assign ឬក៏លេខអីអូខេអាហ្នឹងទៅវាអាចបង្កើតបានហើយណាកន្លែងហ្នឹងអូខេនេះជាប្រភេទ data type អញ្ចឹងនៅក្នុង data type ក្នុង JavaScript អត់មានទេតែវាមានវិធីសាស្ត្រដើម្បីអាចដឹងប្រភេទតម្លៃដែលយើងបានផ្ទុកណាអញ្ចឹងដើម្បីដឹងថាប្រភេទ data type យើងមើលទៅវាជាប្រភេទអីវាមាន keyword មួយដែលមានឈ្មោះថា type of ហ្នឹងឯងអូខេអញ្ចឹងអ្វីដែលយើងបានប្រកាស type of យើងគ្រាន់តែបង្ហាញឈ្មោះ variable នៅក្នុង type of ទៅគឺវានឹងប្រាប់ថាអូខេអ្វីដែលយើងប្រកាសនេះគឺវាជា string អ្វីដែលយើងផ្ដល់ឲ្យតម្លៃនេះវាគឺជា number yes អាហ្នឹងក៏ប៉ុណ្្នឹងឯងជាទូទៅនៅក្នុងភាសា programming C C++ យើងទៅប្រកាសវាជា អីសិនដើម្បីយើងយកមកប្រើមែនទេតែមកដល់ពេលនេះវាអត់ចាំបាច់ឲ្យយើងធ្វើបែបហ្នឹងទៀតទេយើងចង់ស្អីស្អីទៅគឺបានហើយ
ណាប៉ុន្តែវាអត់ប្រវាត្រង់ថានៅពេលយើងប្រកាសជាអក្សរហ្នឹងយើងដឹងវាជា string ហើយណាបើសិនយើង input ជាលេខអាហ្នឹងវាជា number ហើយណាយ៉ាអញ្ចឹងវាផ្ដល់មកជាភាពងាយស្រួលបែបហ្នឹងទៅហើយណាអញ្ចឹងប្រភេទទិន្នន័យសំខាន់នៅក្នុង JavaScript យើងមានចំនួនថា4ទី1យើងប្រើពាក្យ undefined undefined គឺជាប្រភេទទិន្នន័យដែលតំណាងឲ្យ variable ហ្នឹងគឺមិនទាន់បានផ្ដល់តម្លៃឲ្យមិនទាន់បានបញ្ចូលតម្លៃឲ្យអាហ្នឹងគេហៅថា undefined ហើយអញ្ចឹងនៅពេលដែលយើង error ឃើញពាក្យ undefined អាហ្នឹងយើងទៅមើល variable យើងទៅតើយើងបានផ្ដល់តម្លៃឲ្យវាហើយឬនៅអូខេទី2គឺ boolean អញ្ចឹងជាប្រភេទទិន្នន័យដែលផ្ទុកបានតម្លៃតែ2ប៉ុណ្ណឹងឯង true and false អូខេណាយ៉ាទី3គឺ string ជាប្រភេទជាទិន្នន័យជាអក្សរអូខេជាអត្ថបទអីចឹងទៅអូខេ number ជាប្រភេទទិន្នន័យជាលេខអញ្ចឹងលេខនេះគេអាចបានបញ្ជាក់ថាវាជាចំនួនគត់ឬក៏ជាចំនួនទស្សភាគទេតែឲ្យតែលេខដែលយើងសរសេរមកក៏ដោយគឺជាចំនួនគត់ឬក៏លេខអាហ្នឹងគឺក្នុង number ទាំងអស់ប៉ុន្តែលេខហ្នឹងដែលយើងអាចយកមកធ្វើការគណនាបានណាអូខេអញ្ចឹងខ្ញុំសូមប៉ុណ្ណឹងសិនជាមួយនឹង data type ហើយយើងត្រឡប់ទៅកូដដើម្បីសរសេរធ្វើការ test សាកល្បងជាមួយនឹងការបង្កើតដំណាក់កាលទី1ណាអញ្ចឹងយើងធ្វើការបើក open folder ណាមួយនៅក្នុងបច្ចេករបស់យើងមកណាដែលយើងបង្កើត folder មួយសម្រាប់យើងផ្ទុកទៅអូខេតើណាបាត់អស់ហើយអូខេអញ្ចឹងខ្ញុំព្យាយាមfolder មួយសិនមកដាក់នឹងត្មងអញ្ចឹងយើង select លើ folder ហ្នឹងមកយើងបានចូលមកពីចេញហើយមកយើងបង្កើត file ឲ្យវាទៅចា JS demo អញ្ចឹងទៅប៉ុន្តែវាជា file .html ទេណាអូខេអញ្ចឹងយើងហៅ structure យកមកអូខេតោះអញ្ចឹងខ្ញុំ demo នេះ hello world មួយសិនដើម្បីឲ្យគ្នាយើងបានដឹងថាអូយើងសរសេរបែបម៉េចដើម្បីបាន hello អញ្ចឹងទី1ខ្ញុំសូមដាក់វានៅក្នុង console សិនអូខេណាដាក់វាក្នុង console សិនអញ្ចឹងអ្វីដែលខ្ញុំសរសេរនេះគឺជា JavaScript ណាអញ្ចឹងគ្រាន់តែជា sample អ្វីដែលយើងឃើញវាធ្វើការនៅ console អញ្ចឹងយើងមើលសូសហ្នឹងយ៉ាងម៉េចបានឃើញថា this is a JavaScript demo អូខេអញ្ចឹងយើង live តជាមួយនឹង browser មកយើងឃើញ this is JavaScript demo ឯងអត់មានទេណាអានេះវាជា HTML ទេអូខេហើយចូលអា JavaScript demo នៅណានេះ comment វាអញ្ចឹងដោយសារយើងសូវានៅក្នុង console.log អញ្ចឹង console.log ហ្នឹងគឺវានៅក្នុង embed នៅក្នុងកូដខាងក្រោមនៃ browser នេះ console.log នេះអូខេនៅក្នុងនេះទាំងអស់មើលឃើញ console.log ទេតើណាបាត់ហើយណែអូខេវានៅ message នេះគ្រាន់តែវានៅ error កូដ parameter វាបន្តិចតែវានៅទីនេះអូខេអាហ្នឹងគឺជាកូដរបស់វាហើយគ្រាន់តែជាការតេស្តសម្រាប់មើលពីរបៀបនៃកូដទេអូខេនេះដើរនៅក្នុង console.log ហ្នឹងឯងអូខេហ្នឹងឯងអូខេអញ្ចឹងយើងចង់បង្កាសឲ្យផ្សេងទៀតជានេះដូចថាយើងចង់វ៉ាក៏វ៉ាទៅវ៉ា message hello អញ្ចឹងហើយយើងចង់ alert ក៏ alert ទៅអានេះជា message មួយទៀតដែលយើងហៅថាវាជា alert អូខេ alert នេះគឺជា message ដែលយើងពេលណាយើង run កូដរបស់យើងទៅវានឹង alert hello អូខេជា message របស់យើងត្រូវការមកនឹងឯងតមកវាបោះទិន្នន័យទៅកាន់ web page ហើយមានទិន្នន័យមួយចំនួនទៀតដាក់នៅក្នុង console អូខេយ៉ាឃើញព័ត៌មានឲ្យវាទៅឲ្យយើងណាអាហ្នឹងអូខេអញ្ចឹងគាត់ថាយើងប្រើប្រាស់សម្រាប់យើងមើលព័ត៌មានរបស់យើងនៅក្នុង console នៅលើ message box ចាហ្នឹងគឺបានណាអញ្ចឹងខ្ញុំអត់សរសេរអាហ្នឹងច្រើនទេយើងចង់មកបង្ហាញ
software ហ្នឹងនៅក្នុង web page វិញអញ្ចឹងនៅក្នុង web page យើងសរសេរ document.write អូខេអញ្ចឹងពាក្យដែល document.write JavaScript is working អូខេអញ្ចឹង is working អូខេទី1 hello ទី2យើងនឹងឃើញមាន JavaScript is working ហើយនឹងមាន demo នៅខាងក្រោមអញ្ចឹងអានេះវាជាការ demo សម្រាប់យើងបង្កើត JavaScript នៅក្នុងជាមួយនឹង file HTML អូខេណាអូខេ